អាញាធរអាមេរិកនិងកម្ពុជាសហការគ្នាឈានទៅរឹបអូសគ្រឿងញៀនឆ្លងដែនខុសច្បាប់200គីឡូក្រាមកោតសរសើរដែរឥឡូវគិតចិត្តជាមួយអាមេរិកមែនតើណាសហការចាំមើលបន្តិចទៀតតិចជ្រុលខ្លួនសហការមួយ FBI ចាប់អុកញ៉ាមហាមន្ត្រីអីហ្នឹងតិចអត់ធ្វើមកយកតែគ្រឿងញៀនប្លែមហ្នឹងទៀតអាញាធរកម្ពុជានេះគឺសហការជាមួយនឹងអាញាធរប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនឆ្លងដែនរបស់អាមេរិកនៅរដ្ឋ New Jersey ចាប់បានរឹបអូសរបស់របរនេះខ្ញុំឃើញពីទូតអាមេរិកទេដែលផ្សាយគឺអាញាធរកម្ពុជាសហការជាមួយអាញាធរអាមេរិករឹបអូសគ្រឿងញៀនខុសច្បាប់200គីឡូក្រាមនិងសារធាតុគីមីដើមសម្រាប់ផលិតគ្រឿងញៀនច្រើនជាង1តោនអូយច្រើនមែនតើហើយក៏បានដឹងអំពីក្រុមពាក់ព័ន្ធនឹងក្រុមគេហៅ Sinaloa Cartel គឺក្រុមគ្រឿងញៀនធំមួយនៅអាមេរិកក៏បានវែកមុខវែកអីដែរសរសើរដែររដ្ឋាភិបាលកម្ពុជាសហការគ្នារឿងប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែននេះសូមឲ្យជួយជាមួយអាមេរិកផ្ដល់ព័ត៌មានសម្ងាត់ឲ្យ FBI តាក់ទងនឹងការដែលយកអុកញ៉ាមហាមន្ត្រីដែលឆបោកអនឡាញយកទៅដាក់គុកផង